អូហាយ៉ូសួស្តីអ្នកទាំងអស់គ្នាជួបគ្នាទៀតហើយនៅក្នុងវីដេអូថ្មីអេពីសូតថ្មីខ្ញុំបាទរ៉ៃជីហើយថ្ងៃនេះយើងនឹងបន្តសាច់រឿងប្រពន្ធខ្ញុំខ្លាចជាក្មេងដែលជាភាពបន្តទាំងអស់គ្នាចូលមកដល់ថ្ងៃថ្មីក្រុមគ្រួសាររីករាយទាំង3នាក់ក៏នាំគ្នាមកលេងនៅឯកន្លែងសួនត្រីដែលសម្បូរទៅដោយត្រីជាច្រើនប្រភេទចំពោះនីស៊ីម៉ាក៏មានអារម្មណ៍សប្បាយចិត្តព្រាតដូចជានៅក្នុងសបិនមួយអញ្ចឹងដល់ថ្នាក់មិនអាចទប់ទឹកភ្នែកខ្លួនឯងជាប់បានបន្ទាប់ពីបាត់បង់សុភមង្គលនៅក្នុងខ្លួនអស់រយៈពេល10ឆ្នាំមកនេះឃើញដូច្នេះថាខៃនេះក៏បានស្ទុះទៅវាយប្តីរបស់ខ្លួននិងប្រាប់គាត់កុំឲ្យយំដូចជាកូនក្មេងព្រោះគាត់អាយុចាស់ឡើងចិត្តខ្លាចជាលោកតារបស់គេហើយបន្ទាប់ពីនឹងមកក្នុងពេលអង្គុយសម្រាកថាខៃក៏បានធ្វើការសួរនាំម៉ៃតែទៅនឹងបញ្ហាស្វែងរកការងារថ្មីធ្វើម៉ៃបាននិយាយប្រាប់ឲ្យដឹងថានាងធ្លាប់មានការងារធ្វើម្ដងដែរពេលដែលរៀនចប់ប៉ុន្តែធ្វើអស់3ខែនាងក៏បានលាឈប់ទៅវិញដោយសារតែមូលហេតុនាងមិនសូវទំនាក់ទំនងនឹងចៅសម្រងជាមួយមនុស្សនៅក្នុងសង្គមប្រមាណទេលើដូច្នោះថាខៃក៏បាននិយាយបន្ធូរអារម្មណ៍កូនស្រីខ្លួនឯងកុំឲ្យបារម្ភច្រើនចាត់ទុកថាការងារមុនវាមិនទាន់ស័ក្តិសមសម្រាប់ខ្លួនយើងប៉ុន្តែយើងនៅសល់ឱកាសសល់ពេលវេលាច្រើនទៀតដើម្បីស្វែងរកការងារមួយដែលត្រឹមត្រូវជាមួយសមត្ថភាពខ្លួនឯងពេលលើកទឹកចិត្តតែប្រមាណធ្វើឲ្យម៉ៃធូរស្រាលនៅក្នុងអារម្មណ៍នឹងចាប់ផ្ដើមសប្បាយចិត្តត្រឡប់មកវិញបាននិយាយចំទៅថាខៃគឺជាមនុស្សម្នាក់ដែលសំខាន់ជាបេះដូងនិងជាតសត្រង់នៃគ្រួសាររបស់នាងទាំងមូលប៉ុន្តែយ៉ាងណាងាកមកកាន់គ្រួសារថ្មីបច្ចុប្បន្នវិញនាងគឺទទួលបាននូវស្ថានភាពមួយដែលមិនសូវជាមានភាពល្អប្រសើរប៉ុន្មានឡើយចូលមកដល់ថ្ងៃស្អែកថាខៃក៏បានរៀបចំម្ហូបអាហារឲ្យទៅកាន់នីស៊ីម៉ាដូចទៅនឹងពេលធម្មតានីស៊ីម៉ាក៏បានបំពេញតួនាទីជាប្តីដោយគាត់បានដកលុយចេញពីកប៉ាល់យ៉ាងច្រើនឲ្យទៅកាន់ថាខៃទៅសម្រាប់ការចោលវានិងទំនុកបរងអាហារផងដែរឃើញដូច្នេះថាខៃក៏បានហុចដៃចាប់យកលុយរបស់គាត់មួយសន្លឹកតែប៉ុណ្ណោះដោយហេតុថានាងគឺមិនចង់ឲ្យអ្នកដទៃមានការសង្ស័យច្រើននោះឡើយលុះទៅដល់កន្លែងធ្វើការនីស៊ីម៉ាក៏បានតែងកាដូអនុស្សាវរីយ៍មួយយកមកឲ្យម៉ូរីយ៉ានិងថែមទាំងប្រាប់នាងឲ្យបានដឹងខ្លះៗអំពីការដើរលេងដ៏សប្បាយរីករាយជុំគ្រួសាររបស់គាត់នៅឯកន្លែងសួនត្រីផងដែរទោះបីជានៅឆ្ងាយគ្នាក៏ពិតមែនគ្រាន់តែឃើញម្ហូបស្នាដៃប្រពន្ធខ្លួនឯងអ្នកធ្វើក៏នីស៊ីម៉ានៅតែនឹកនៅតែកើតអំពីថាខៃគ្រប់ពេលវេលាដែរចង់ដឹងថាពេលនេះនាងក៏ពុកតែធ្វើអ្វីហើយញ៉ាំបាយថ្ងៃត្រង់ហើយនៅដែលតាមពិតទៅនៅក្នុងថ្នាក់ក៏ពុកតែបោះសម្អាតថាខៃក៏ពុកតែជួយដោះស្រាយនិងសម្រួលកុំឲ្យមិត្តភ័ក្តិទាំងពីររបស់នាងឆ្លោះតតែងប្រកែកគ្នាថាខៃក៏បាននិយាយប្រាប់ពួកគេត្រូវតែចេះយោគយល់និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកព្រោះពួកគេគឺជាមិត្តរួមថ្នាក់តែមួយមិនត្រឹមតែប៉ុណ្ណោះថាខៃក៏បានតាំងខ្លួនឯងព្រាដូចជាតឡាការឈរនៅកណ្ដាលហើយទុកឲ្យក្មេងស្រីពីរនាក់នេះធ្វើការ distract គ្នាទៅវិញទៅមកជាចុងក្រោយនេះកញ្ញាពាក់វ៉ែនតានេះនាងក៏ប្រងទទួលកំហុសនិងបាននិយាយពាក្យសុំទោសផងដែរក៏ប៉ុន្តែចំពោះកញ្ញាចង់សក់ទីតុយនាងគឺមិនព្រមទទួលយកពាក្យសុំទោសនោះឡើយហើយដូច្នេះហើយថាខៃក៏បាននិយាយដាក់ចំតែម្ដងទៅកាន់កញ្ញាសក់ទីតុយម្នាក់នឹងកុំឲ្យនាងចិត្តរឹងតឹងគ្មានហេតុផលពេកគ្រាន់តែរឿងបន្តិចបន្តួចសោះក៏ប្រកាន់ច្រើនដែរហើយបើសិនជានាងនៅតែបន្តធ្វើចរិតបែបហ្នឹងធំឡើងច្បាស់ជាមានបញ្ហាចំពោះខ្លួនឯងហើយថាខៃក៏បន្តនិយាយផ្ដន់ដំបូន្មាននឹងណែនាំប្រាប់ទៅពួកគេដូចជាមនុស្សធំរកពាក្យសម្ដីគ្រប់ម៉ាត់របស់នាងដែលជាហេតុនាំឲ្យកញ្ញាសក់ទីតុយម្នាក់នោះលេងចង់ស្ដាប់តទៅទៀតថាតែនិយាយចំអកថាខៃទៀតថានាងនិយាយចេញមកដូចជាយាយកចាស់អញ្ចឹងហើយនៅពេលធំឡើងពេញកំមុំគ្មានអាគេយកធ្វើប្រពន្ធនោះទេខណៈនឹងដែរក៏មានក្មេងប្រុសម្នាក់ឈ្មោះថាថាខេរូបានដើរមកនឹងបានស្ដាប់ឮរួចគេក៏និយាយថាចំពោះគេគឺស្រឡាញ់នារីណាដែលនិយាយស្ដីដូចយាយកចាស់អញ្ចឹងលុះក្រោយពីបានចេញទៅផ្ទះថាខេរូក៏បានរត់សម្ដៅមកនិយាយគ្នាលេងជាមួយនឹងថាខៃដោយតាមប៉ាត់ទៅអ្នកទាំងពីរគឺជាមិត្តភក្តិស្គាល់គ្នាតាំងពីនៅតូចៗមកម្ល៉េះថាខេរូក៏បានកត់សម្គាល់ឃើញផងដែរអំពីការផ្លាស់ប្ដូរអាកប្បកិរិយារបស់ថាខៃក្នុងរយៈពេលក្រោយៗនេះដោយនាងចេះជួយដោះស្រាយរឿងរបស់អ្នកដទៃនិងជាមនុស្សដែលចេះលើកទឹកចិត្តគ្រប់គ្នាផងដែរតែនៅមួយឆ្នាំមុនថាខៃនាងមើលទៅហាក់បីដូចជាមិនសូវរីករាយប្រមាណសោះឡើយដែលតាមពិតទៅប៉ាម៉ារបស់ថាខៃក្នុងពេលបច្ចុប្បន្ននេះគឺពួកគាត់ទាំងពីរបានលែងលះគ្នារួចទៅហើយថាខៃមិនសូវជាមានការចងចាំច្រើនអំពីរឿងជីវិតថ្មីរបស់នាងប្រមាណទេចាស់តាពេលនាងនឹកឃើញឡើងវិញពីជីវិតចាស់របស់នាងបច្ចុប្បន្ននេះថាខៃកំពុងរស់នៅក្នុងផ្ទះតែមួយជាមួយអ្នកម៉ារបស់នាងពេលដែលចូលទៅដល់ក្នុងផ្ទះហើយឃើញអ្នកម៉ារបស់នាងម្ដងព្រាដូចជានាងកំពុងតែចូលក្នុងពិភពបិសាចអញ្ចឹងដោយអ្នកម៉ារបស់ថាខៃជាមនុស្សម្នាក់ដែលមានអត្តចរិតកាយដ៏សម្ពាធបត់សិទ្ធិសេរីភាពនិងមានការគ្រប់គ្រងខ្លាំងទៅលើកូនស្រីរបស់ខ្លួនហើយបន្ទាប់ពីគាត់បានសួរដេញដោលអំពីការវាយត្រឡប់មកផ្ទះវិញយឺរបស់ថាខៃនិងចាប់បានដឹងថានាងនិយាយកុហកលួចកិច្ចវេះចេញទៅដើរលេងនៅអសួនត្រីជាមួយមិត្តភក្តិកាលពីម្សិលមិញនេះម៉ារបស់ថាខៃក៏ចាប់ផ្ដើមមានការខឹងច្រឡោជា
ជាខ្លាំងថែមទាំងនិយាយពោពាសម្លោឲ្យទៅកាន់ថាខៃទៀតផងមិនត្រឹមតែប៉ុណ្ណោះក៏បានទាមទារយកលុយដែលនៅសល់ក្នុងកប៉ាល់របស់ថាខៃផងដែរព្រោះថាលុយនឹងគាត់ឲ្យនាងទុកសម្រាប់ទិញអីញ៉ាំមិនមែនយកទៅចាយវាផ្ដេសផ្ដាស់តាមអំពើចិត្តដូចនេះទេនៅពេលទទួលបានលុយដែលនៅសល់ម៉ាក់របស់ថាខៃនឹងមិនតន់ជឿជាក់ចំពោះកូនស្រីរបស់គាត់នៅឡើយទេដោយគាត់បានដើរទៅឆែកឆេរចូលដល់ក្នុងបន្ទប់របស់ថាខៃបន្ថែមទៀតសង្ស័យថានាងបានលាក់លុយទុកនៅកន្លែងណាមួយក្នុងគ្រានោះថាខៃក៏ស្រែកតែនឹកឃើញថាខ្លួននាងបានលាក់ទុកទូរស័ព្ទដែលនីស៊ីម៉ាទិញឲ្យនៅក្នុងទូដាក់អីវ៉ាន់រួចនាងក៏ព្យាយាមចង់បញ្ឈប់អ្នកម៉ាក់របស់នាងប៉ុន្តែបើជាត្រូវក៏ជ្រុញនាងឲ្យដួលខ្លួនទៅលើដីពេញមួយទំហឹងទៅវិញប៉ុន្តែជាសំណាងល្អទូរស័ព្ទរបស់ម៉ាក់ថាខៃក៏បានរកជាសំឡេងដែលមាននរណាគេម្នាក់តាក់ទងមកហើយបន្ទាប់ពីក៏បាននិយាយគ្នាជាមួយអ្នកនៅក្នុងទូរស័ព្ទជាប់ក៏ចាប់ដើមមានអារម្មណ៍ល្អឡើងវិញនិងនិយាយទៀតថាបើលើកក្រោយក៏ចាប់បាននឹងថានាងនិយាយកុហកក៏ច្បាស់ជាមិនលើកលែងឲ្យនាងនោះទេបន្ទាប់ពីនឹងមកថាខៃក៏បានទម្លាក់ខ្លួនគេងនៅលើគ្រែរួចនាងក៏ចាប់ដើមកើតក្នុងចិត្តដោយមានបន្តសង្ស័យថាតើនាងគួរតែបន្តជួយជាមួយគ្រួសារចាស់របស់នាងឬយ៉ាងណាបងមកកាន់ពីអ្នកនេះវិញពួកគេកំពុងតែនិយាយគ្នារៀបកំរងដើរលេងកម្សាន្តជុំគ្រួសារនាងរដូវក្តៅនេះអ្នកទាំងពីរក៏បានគិតអំពីស្ថានភាពរបស់ថាខៃដែលមិនអាចនាំនាងទៅកន្លែងណាដែលឆ្ងាយបានទេបានត្រឹមតែកន្លែងដែលនៅចិត្តនីស៊ីម៉ាក៏បានផ្ញើសារឆាតទៅបបួលថាខៃដើម្បីឲ្យនាងជាអ្នកកំណត់ថ្ងៃថាខៃប៊ីតែនឹងនិយាយបរិសេធទៅកាន់នីស៊ីម៉ាវិញទៅហើយប៉ុន្តែស្របពេលនឹងនាងក៏បានស្ដាប់ឮសំឡេងម៉ាក់នាងកំពុងនិយាយទូរស័ព្ទជាមួយអ្នកណាគេម្នាក់អំពីគម្រោងដើរលេងរបស់ពួកគេដែលជាហេតុនាំឲ្យថាខៃឆ្លៀតឱកាសយកពេលនឹងធ្វើជាថ្ងៃទំនេររបស់នាងតែម្ដងរួចនាងក៏បានផ្ញើសារប្រាប់គ្រួសាររបស់នាងដោយយកប្រនឹងដាក់ការបរិច្ឆេទថ្ងៃទី28ផងដែរឬដូច្នេះនីស៊ីម៉ាពិតជាសប្បាយចិត្តខ្លាំងមែនទែនដល់ថ្នាក់រៀបចំរបស់របរពេញដៃយ៉ាងអន្ទះសារដោយគាត់មានបំណងចង់តែដើរលេងនៅឯកន្លែងជាច្រើនទីឯណោះក្រោយពីបានផ្ដល់ចម្លើយរួចហើយថាខៃក៏បានបន្តកេងកាត់តែម្នាក់ឯងថានាងគឺមិនអាចយកខ្លួនទៅពាក់ព័ន្ធជាមួយនឹងប្តីហើយនឹងកូនស្រីរបស់នាងបានទៀតឡើយបើសិនជានាងនៅតែបន្តបែបនេះនាងច្បាស់ជានឹងធ្វើឲ្យពួកគេត្រូវឈឺចាំម្ដងទៀតជាមិនខានម្យ៉ាងទៀតនាងក៏មិនចង់ឲ្យអ្នកម៉ាក់នាងបានដឹងអំពីរឿងមួយនេះដូចគ្នាព្រោះវានឹងអាចកើតឡើងនូវបញ្ហាធំច្បាស់ជាមិនខានឡើយហើយដូច្នេះនៅពេលជួបគ្នាលើក្រោយថាខៃនឹងដាច់ចិត្តសារភាពដោយចង់បញ្ចប់ទំនាក់ទំនងនិងមិនអាចជួបគ្នាជាមួយពួកគេទាំងពីរបានជាដាច់ខាតលុះស្អែកឡើងគ្រួសារដ៏រីករាយក៏បាននាំគ្នាមកលេងនៅអាសនច្បារដែលពោពេញទៅដោយផ្កាឈូករស់ជាច្រើនតែសភាពនៅទីហ្នឹងពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់អ្នកទាំង3ក៏បានធ្វើការថតរូបជុំគ្រួសារប្រកបដោយស្នាមញញឹមប៉ុន្តែបើក៏លេចទៅមើលទឹកមុខរបស់ថាខៃវិញហាក់បីដូចជាមិនសូវរីករាយសោះដោយសារតែឃើញបែបនេះនីស៊ីម៉ាក៏បានធ្វើគ្រប់យ៉ាងដើម្បីឲ្យថាខៃមានស្នាមញញឹមត្រឡប់មកវិញដោយគាត់បាននាំនាងទៅលេងអីធ្វើអីនៅឯកន្លែងជាច្រើនរហូតបណ្ដាលឲ្យថាខៃចាប់ផ្ដើមសប្បាយរីករាយជាមួយនឹងដំណើរកម្សាន្តមួយនេះក្នុងអំឡុងពេលអង្គុយសម្រាកថាខៃក៏ចាប់ផ្ដើមគិតច្រើនសារជាថ្មីម្ដងទៀតហើយនីស៊ីម៉ាបានចាប់លើកនាងយកមកអង្គុយនៅលើស្មារបស់គាត់ដូចជាកូនក្មេងហើយតែចង់លោលេងជាមួយប្រពន្ធខ្លួនឯងក៏បណ្ដាលថាខៃមានការខ្មាស់អៀនជាខ្លាំងលុះដល់ពេលល្ងាចឡើងអ្នកទាំង3ក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញព្រមទាំងអស់កម្លាំងរៀងៗខ្លួនរហូតដល់គេងលក់បាត់ទៅពេលមកដល់ផ្ទះវិញថាខៃក៏បានរៀបចំផ្កាដែលនាងបានបេះមកយកមកដាក់ចូលទៅក្នុងថូផ្កាយ៉ាងស្រស់ស្អាតបន្ទាប់មកនាងក៏បានដើរទៅអង្គុយនៅលើតុបាយព្រមជាមួយនឹងទឹកមួយយ៉ាងរឹងប៉ឹងហាក់ដូចជាចង់ប្រាប់នៅរឿងអ្វីម្យ៉ាងដល់គ្រួសាររបស់នាងហើយនៅពេលដែលដាច់ចិត្តរោនិយាយទៅហើយភ្លាមនោះបន្ទប់ទាំងមូលក៏ស្រស់តែងងឹតឆឹងម៉ៃក៏បានកាន់នំខេកនិងអុជទៀនមួយដើមដើម្បីធ្វើកម្មវិធីខួបកំណើតឲ្យទៅកាន់អ្នកម៉ាក់របស់នាងដែលតាមពិតទៅថ្ងៃទី28នេះគឺជាថ្ងៃពិសេសរបស់ថាខៃនឹងឯងពេលដែលនាងរស់នៅកាលពីជីវិតមុនបន្ទាប់មកថាខៃក៏បានផ្លុំទៀននំខួបកំណើតរបស់នាងហើយដោយសារទទួលបាននៅអារម្មណ៍ច្បោកច្បល់ថាខៃក៏បានប្រាប់ពួកគេកំតនអាបើកភ្លើងនិងបានរត់ទៅបន្ធូរអារម្មណ៍នៅក្នុងបន្ទប់ទឹកចំណែកអានីស៊ីម៉ាហើយនិងម៉ៃក៏បានសង្កេតមើលដឹងដូចគ្នាថាថ្ងៃនេះថាខៃមើលទៅដូចជាប្លែកខុសពីធម្មតាប្រហែលមកពីនាងបានជួបប្រទះនៅបញ្ហាជាច្រើនហើយដូច្នេះអ្វីដែលពួកគេអាចធ្វើបានគឺចាំផ្ដល់កម្លាំងចិត្តនិងរស់នៅយ៉ាងមានក្តីសុខជាមួយគ្នាដោយពេលកន្លងមកពាក្យសម្ដីរបស់នីស៊ីម៉ាបានលើកសូរដល់ទៅជារបស់ថាខៃយ៉ាងច្បាស់កន្លែងក៏បណ្ដាលឲ្យនាងទៅអារម្មណ៍មិនជាប់និងបង្ហូរទឹកភ្នែកយកមកលេអាឡងក្នុងពេលនោះតែម្ដងក្រោយពីបានសម្រួលអារម្មណ៍រួចមកថាខៃបានបញ្ចេញស្នាមញញឹមត្រឡប់មកវិញផ្ចោជាមួយនឹងពាក្យអរគុណទៅកាន់គ្រួសាររបស់នាងទៀតផងលើបែបនេះភ្លាមម៉ៃនឹកស្មានមិនដល់សោះឡើយហើយនាងក៏បានរំជើរជួលរហូតសម្រត់ទឹកនេត្រាតែម្ដងម៉ៃក៏បានបន្តនិយាយទៀតថានាងខ្លួនឯងវិញទេដែលត្រូវនិយាយពាក្យអរគុណដែលអ្នកម៉ាព្រមត្រឡប់មករកពួកគេវិញបើគ្មានម៉ាក៏គ្មានថ្ងៃមួយនេះកើតឡើងដែរចំណែកអានីស៊ីម៉ាវិញទៅអារម្មណ៍ខ្លួនឯងមិនចោលក៏ចាប់ផ្ដើមបង្ហូរទឹកភ្នែកយំជុំគ្នាក្នុងពេលនឹងតែម្ដងទៅថាខៃក៏បាននិយាយក្នុងចិត្តខ្លួនឯង
នាងពិតជាស្រឡាញ់អ្នកទាំងពីរខ្លាំងណាស់ពួកគេប្រៀបដូចជាជីវិតនិងជាព្រះអាទិត្យរះដ៏ចាញ់ចាំងរបស់នាងគ្រាន់តែចង់មានឱកាសបានរស់នៅជុំគ្រួសារជាលើកទី2នាងសុខចិត្តធ្វើជាមនុស្សអាត្មានិយមក៏បានដែរ